Và ngày nay đây giờ mà prapពីរបៀបបង្កើត G សាញ E សាញឥឡូវចូលតាមខ្ញុំមកឬឲ្យអ្នកគ្នាចុចតាមខ្ញុំមកហើយអ្នកគ្នាវាយពាក្យថា Apple JR ឬឲ្យអ្នកគ្នាជ្រើសរើសយកខាងលើមកឬគ្នាអស់តាមមកអ្នកគ្នារើសពាក្យថា Apple JR DNS ចុច Allo អ្នកគ្នាបើច្រើនចុចទៅតាមខ្ញុំមកអ្នកគ្នាឬឲ្យគ្នាចូលកន្លែង setting ឬឲ្យគ្នាចុចលើ Apple ចុចថា install បើថាអ្នកគ្នាមានលេខកូដវាយលេខកូដហើយចុច install ទៀតមកហើយចុចគ្រីសតាមខ្ញុំមកrồiគ្នាឃើញ Apple JR ហ្នឹងហើយរួចគ្នារួចហើយទៅដល់នឹង G សាញហើយខ្ញុំសុំយកអាទី3ធ្វើតាមខ្ញុំមកអ្នកគ្នាដឹងដល់បានប៉ັດកលដែរចូល install មួយទៀតមកសុំតអ្នកគ្នាព្រោះទូរស័ព្ទខ្ញុំវាក្តៅឥឡូវយើងបានហើយឥឡូវយើងដោនហើយយើងចូលអត់តន់កើតទេឥឡូវយើងទៅចូល down app មួយទៀត down file មួយទៀតយើង down file តាមខ្ញុំមក BCI នេះមកហើយយើងចុចកន្លែង save ហ្នឹងមកហើយដាក់ save to file ហ្នឹងមកហើយចុច save មកហើយចុចអាកន្លែងហ្នឹងមួយទៀតមកrồiឥឡូវយើងដោនហើយឥឡូវយើងចុចចេញសិនមកយើងចូលទៅ restart e សាញសិនព្រោះខ្ញុំអត់ទាន់ restart ហើយខ្ញុំដោន file ហើយយើងចូលកន្លែង setting ដដែលហ្នឹងមកអ្នកគ្នាចុចកន្លែងហ្នឹងក៏បានដែរហើយរើសយក VPN មកឬវាចុចអាខាងក្រោមហ្នឹងមកឬហើយអ្នកគ្នាចុចកន្លែងហ្នឹងឃើញ restart ឥឡូវខ្ញុំបាន restart ហើយឥឡូវអ្នកគ្នាចូលទៅកន្លែង G សាញវិញមកកន្លែងហើយយើងចូលកន្លែង G សាញហើយយើងខាងលើ tray 3ហ្នឹងក៏បានកន្លែង setting ហ្នឹងក៏បានដែរហើយអ្នកគ្នាចុចកន្លែងតាមខ្ញុំមកហើយយើងយកពាក្យយើង down ហ្នឹងវិញមកអាកន្លែងនេះយើងកន្លែងយើង down វីដេអូមកហើយចុចតាមខ្ញុំមកហើយអ្នកគ្នាចុចកន្លែងហ្នឹងមកហើយចុចកន្លែង password យើងចូលកន្លែងទី1ទី2ក៏បានដែរគ្នាសម្រាប់ខ្ញុំយកទី2ស្រួលជាងហើយយ៉ាងហ្នឹងលេខកូដវាយើងដាក់លេខកូដហ្នឹងមកហើយចូលកន្លែងហ្នឹងមកអ្នកគ្នា share លេខកូដមិញហ្នឹងមក Apple JR ហើយនឹងមានវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកគ្នារបៀបដាក់ mode game ផ្សេងឥឡូវចុចកន្លែងហ្នឹងមួយទៀតមកហើយវាដំណើរការហើយចុចចេញមកហើយពេលហ្នឹងយើងហើយកន្លែងដាក់ mode យើងដាក់កន្លែងហ្នឹងមកអ្នកគ្នាហើយអ្នកគ្នាកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយមកខ្ញុំនឹងធ្វើវិធីរបៀបដាក់ mode Xbox Full Car Strip និង mode game ផ្សេងច្រើនហើយអ្នកគ្នាគ្រាន់តែមើលតាមខ្ញុំចុចតាមហ្នឹងមកអ្នកគ្នាកុំភ្លេចជួយចុច like ជួយចុច subscribe ម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្ត